យ៉ាហូម៉ាការ៉ាតេសស្ដីអ្នកគ្នាថ្ងៃនេះយើងមាន bush ថ្មីមួយទៀតឥឡូវតោះឆែកទៅជាមួយចេះហើយ bush ថ្ងៃនេះគឺតាក់ទងជាមួយនឹង nin band nin band ហ្នឹងគឺជាគំនុះ2ហើយបែបនេះហើយចំពោះអត្ថន័យរបស់វាគឺតាក់ទងជាមួយនឹងមនុស្សតែអញ្ចឹងនៅក្នុងករណីកាន់ជីដែលមានភ្ជាប់ជាមួយនឹង nin band នៅខាងឆ្វេងដៃវាហ្នឹងគឺពាក្យទាំងអស់ហ្នឹងគឺវាតាក់ទងជាមួយនឹងមនុស្សនឹងឯងឥឡូវយើងមើលពាក្យជាមួយគ្នាទី1 karada គឺរាងកាយចាអញ្ចឹងរាងកាយគឺសំដៅលើរាងកាយរបស់មនុស្សនឹងឯងណាជាទូទៅ yasumu មានន័យថាសម្រាកចាអញ្ចឹងមនុស្សយើងហើយធ្វើការហត់ហើយឬក៏ត្រូវសម្រាកគឺសម្រាកចាអញ្ចឹង yasumu គឺមនុស្សសម្រាកtsukuru ធ្វើផលិតអីមួយហើយយើងធ្វើម្ហូបឬក៏យើងផលិតចេញជារបស់អីមួយគឺយើងប្រាប់ពី skuru ហើយ skuru ហ្នឹងក៏មនុស្សអ្នកធ្វើដែរណាtsum មានន័យថារស់នៅហើយចាអញ្ចឹងមនុស្សរស់នៅបត់រស់នៅមានស្លាប់ហើយចាអញ្ចឹងបើយើងនៅរស់នៅគឺtsum ហើយ skal ប្រើមកយើងប្រើរបស់អីមួយនៅគ្នាយើងប្រើអីគេដែរតុកយើងប្រើបិចនិយាយរួមឲ្យតែប្រើនៅគ្នាធម្មតាមនុស្សយើងណែអ្នកប្រើហ្នឹងនេះហើយគ្មានសត្វឯណាមកប្រើទេគឺមនុស្សអ្នកប្រើចាអញ្ចឹង skal ប្រើ shinjiru ជឿហើយចាអញ្ចឹងធម្មតាយើងរស់នៅណាហើយយើងមានជំនឿយើងមានការជឿផ្សេងគ្នាជឿលើអីក៏បានដល់គ្នាជឿទៅលើព្រះជឿទៅលើធម្មជាតិជឿទៅលើជំនឿអីផ្សេងចាអញ្ចឹងមនុស្សជាអ្នកជឿព្រោះធម្មតាសត្វវាមិនដែលចេះជឿអីទេមានតែមនុស្សទេដែលមានជំនឿឬក៏ជឿអញ្ចឹង shinjiru អញ្ចឹងសម្រាប់កាន់ជីដែលមានជាប់គ្នាជាមួយនឹង bushu nin band ដែលនៅខាងឆ្វេងវាគឺវានឹងមានអត្ថន័យនេះតាក់ទងជាមួយនឹងមនុស្សយើងតែម្ដងហើយអញ្ចឹងយើងជួបគ្នាជាមួយនឹងbushu ផ្សេងទៀតចាណា